យន្តហោះអាមេរិកបានចាប់ផ្ដើមប្រើប្រាស់មីស៊ីល Hellfire ដើម្បីបាញ់បង្អាក់នាវាដឹកប្រេងដែលកំពុងដំណើរឆ្ពោះទៅអ៊ីរ៉ង់បន្ទាប់ពីនាវានេះព្យាយាមបើកកិច្ចចេញអំពីការបិទផ្លូវដែលដាក់ដោយទីក្រុង Washington នៅលើទីក្រុងតេហរ៉ង់ Hellfire គឺជាមីស៊ីលនាំផ្លូវផលិតឡើងដោយក្រុមហ៊ុន Lockheed Martin វាមានតម្លៃប្រមាណជា$150,000នៅក្នុងមួយគ្រាប់និងមានទម្ងន់45គីឡូក្រាមវាអាចហោះហើរនៅក្នុងល្បឿនប្រហែលជា1600គីឡូម៉ែត្រនៅក្នុង1ម៉ោងជាមួយនឹងសមត្ថភាពបំផ្លាញរថក្រោះនាវាចម្បាំងឬគោលដៅយោធាផ្សេងៗនៅក្នុងចម្ងាយពី8ទៅ11គីឡូម៉ែត្របើតាម The Guardian មីស៊ីល Hellfire បំពាក់ដោយគ្រាប់ជាប្រភេទចាប់សញ្ញា laser ក្បាលគ្រាប់ប្រភេទនេះមានលក្ខណៈងាយស្រួលដល់កងទ័ពអាមេរិកក្នុងការវាយប្រហារដោយគ្រាន់តែបញ្ចាំងកាំរស្មី laser ទៅលើគោលដៅណាមួយជាមុនបន្ទាប់មកមីស៊ីលនោះនឹងហោះទៅតាមកន្លង laser ដែលរត់កាត់ទៅបុកចំគោលដៅតែម្ដងជាក់ស្ដែងក្នុងការវាយប្រហារតាមអាកាសលើនាវាដឹកប្រេងអ៊ីរ៉ង់កាលពីថ្ងៃទី15ខែកក្កដាអាមេរិកបាញ់មីស៊ីល Hellfire ចំគោលដៅបំពង់ផ្សែងរបស់នាវាទៅតាម laser ដែលបានដៅរួចហើយបើតាម Reuters នាវាដឹកប្រេងនេះមានឈ្មោះថា Belma ដោតទង់ជាតិរបស់កោះគូរ៉ាកាវបានបង្ហាញខ្លួននៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ជិតកោះកាំងរបស់អ៊ីរ៉ង់ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM និយាយថាមូលហេតុដែលអាមេរិកបាញ់មីស៊ីល Hellfire ទៅលើនាវា Belma គឺដោយសារតែនាវាដឹកប្រេងមួយនេះមិនអើពើទៅនឹងការព្រមាននៅពេលដែលព្យាយាមរំលោភទៅលើការបិទផ្លូវរបស់សហរដ្ឋអាមេរិកសកម្មភាពនេះកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងតំបន់នៅតែបន្តកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz កាលពីថ្ងៃទី12ខែកក្កដាការបិទច្រកនេះកំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រដែលធ្លាប់ដឹកជញ្ជូនប្រេងនិងអូស្មန်ប្រហែល20%របស់ពិភពលោកមួយនេះត្រូវជាប់គាំងនិងបង្កឲ្យតម្លៃប្រេងឡើងថ្លៃយ៉ាងគំហុកផងដែរ